ចាសួស្តីពុកម៉ែបងប្អូនអរគ្នាថ្ងៃនេះបុកល្ហុងចាផ្លែបត់ថ្មីមុនដំបូងយើងដាក់ខ្ទឹមចាហើយនឹងម្ទេសបុកវារៀងមាត់តិចទៅដាក់សណ្តែកដីហើយរៀងច្រើនមកហើយសណ្តែកគួរគឺយើងកាត់វាកង់បែបនេះបងប្អូនទាំងអស់គ្នាចាបងប្អូនទាំងអស់គ្នាក្រោយពីបុកសណ្តែកនេះហើយគឺយើងថែមកាពិបន្តិចហើយនៅពេលដែលយើងដាក់កាពិបន្តិចទៅវាមានរសជាតិឈ្ងុយហើយបន្ថែមនៅបន្លែមានដូចជាត្រប់ដែលកំពុងតែចិត្តនេះណាហើយបន្ទាប់មកគឺយើងដាក់ប៉េងប៉ោះតាមបន្ទាប់មកគឺយើងច្របល់វាចូលគ្នាហើយយើងដាក់ទឹកប្រហុកចំនួន2វែកបើសិនជាចង់ញ៉ាំរៀងដិតប្រៃហិលចាជូរគឺត្រូវថែមទឹកប្រហុកហ្នឹងយក3វែកទៅចាឥឡូវយើងដាក់ស្ករគឺយើងប្រើចាកន្លះវែកបាយជ័រឬក៏2ស្លាបព្រាតើបងយើងថែមទឹកចាកាពិថែមបន្តិចទៀតហើយយើងដាក់លេងលោកតាមរសជាតិហ្នឹងទៅបន្ទាប់មកគឺយើងប្រើក្រូចឆ្មាចំនួនចា3ទៅ4ផ្លែទៅបើវាអត់សូវជូរដោយសារតែក្រូចនេះវាទូចតែបើសិនជាក្រូចធំបងប្រើតែចំនួន1ផ្លែឬ2ផ្លែឲ្យភ្លក់សិនទៅស្ទើរចាំថែមទៀតចឹងសម្រាប់ក្រូចខ្មែរក្រូចឆ្មាទូចបែបនេះគឺយើងឆ្កឹះយកគ្រាប់ចេញហើយចម្បាច់វាចាចម្បាច់វាអស់ទឹកចឹងណាហើយបន្តមកយើងចាប់ផ្ដើមច្របល់វាចូលគ្នាដើម្បីបន្ថែមរសជាតិឲ្យវាចូលគ្នាចារួចហើយយើងចាក់ស្ពៃក្តោបដែលមានពណ៌ចាសហើយនឹងពណ៌ស្វាយទំពាំងនេះគឺជាប្រភេទទំពាំងស្ងោរដែលវាយកខ្ចីជាទំពាំងផ្អែមចាពុកម៉ែបងប្អូនទាំងអស់គ្នាចង់ញ៉ាំកុំភ្លេចមកជួយទិញគាត់លក់នៅខាងជើងរង្វង់មូលព្រះនរាយណ៍ដៃ8ខេត្តបាត់ដំបងនេះឯងនៅពេលល្ងាចហើយផ្លែហុងនេះគឺត្រូវបានផ្លាសេទុកឲ្យត្រជាក់យើងឈូសវាជាចំណិតរៀងសរសៃវែងណាចាបន្ទាប់មកគឺយើងចាប់ផ្ដើមច្របល់វាចូលគ្នាចាច្របល់បែបនេះដើម្បីឲ្យវាកាន់តែចូលជាតិហើយល្ហុងវាបានរសជាតិឈ្ងុយឆ្ងាញ់ចាបន្ទាប់មកគឺយើងចិតពោតស្ងោរពោតនេះគឺជាប្រភេទពោតស្ងោរដែលយើងស្ងោរឲ្យស្រាប់ឬក៏យើងទិញពីកន្លែងគេស្ងោរយកមកដាក់ក៏បានដែរហើយចាប់ផ្ដើមកូរវាបែបនេះទៅដើម្បីវាចូលជាតិទាំងអស់ទាំងបន្លែគ្រប់ទាំងអស់ចឹងណាហើយចាប់ផ្ដើមដួសវាដាក់ចូលក្នុងថង់ចាមានតែប៉ុណ្្នឹងឯងគឺបុកល្ហុងចាបែបថ្មីឈ្ងុយឆ្ងាញ់រសជាតិចាបើសិនជាពុកម៉ែបងប្អូនចង់ហឹរដាក់ម្ទេស4-5គ្រាប់ទៅហើយយកទឹកកាពិទឹកប្រហុកឲ្យដិតតិចទៅដាក់ម្ជូរចាបើមានទឹកអំពិលទុំដាក់អំពិលទុំបើមានក្រូចឆ្មាដាក់ក្រូចឆ្មាយករសជាតិដិតទៅគឺឆ្ងាញ់ហើយចាមួយថង់នេះ10000រៀលបងប្អូនទាំងអស់គ្នាបុកល្ហុងជើងមាន់បើចង់ញ៉ាំប៉ាតេប្រាប់គាត់ទៅនឹងដាក់ប៉ាតេថែមមានបុកល្ហុងជើងមាន់បុកល្ហុងប៉ាតេបើចង់ញ៉ាំបុកល្ហុងជាមួយនឹងពងទាកូនយើងទិញពងទាកូននៅខាងក្រៅហើយគាត់ដាក់ចង្កឹះឲ្យ3ញ៉ាំ3នាក់អរគុណ